ជាដំបូងនាងខ្ញុំសូមគោរពជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះគ្រូនិស្សិតសាទវណ្ណេតមកធ្វើការបកស្រាយសង្ខេបនៅមេរៀនសប្តាហ៍ទី5គឺនិយមពីការវាយតម្លៃក្នុងម៉ោងសិក្សានិងការវាយតម្លៃតាមដំណាក់ដោយផ្អែកលើការវាយតម្លៃបញ្ចប់ចំណុចទី1និយមពីសេចក្តីផ្ដើមអញ្ចឹងគឺវាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងថាតើប្រភេទនៃការវាយតម្លៃតាមដំណាក់បែបណាដែលយើងកំពុងប្រើនិងរបៀបប្រើប្រាស់វាឲ្យមានប្រសិទ្ធភាពហើយនៅពេលដែលការវាយតម្លៃតាមដំណាក់ទោះបីមានលក្ខណៈបែបណាក៏ដោយគឺវាត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវនិងមានភស្តុតាងដ៏ល្អដែលថានឹងមានអត្ថប្រយោជន៍ជាវិជ្ជមានលើការសិក្សានិងលើកទឹកចិត្តដល់សិស្សហើយនៅក្នុងមេរៀននេះយើងនឹងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅទៅលើប្រភេទដែលមានប្រសិទ្ធភាពបំផុតអ្វីជាការវាយតម្លៃក្នុងម៉ោងសិក្សានិងអន្តរកម្មរវាងគ្រូនិងសិស្សចុះមកដល់ចំណុចទី2គឺវត្តនៃការវាយតម្លៃតាមដំណាក់អញ្ចឹងវាមានសំណួរមួយតើអ្វីជាការវាយតម្លៃតាមដំណាក់អញ្ចឹងការវាយតម្លៃតាមដំណាក់ហ្នឹងគឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សការផ្ដល់មតិកែលម្អព័ត៌មានត្រឡប់ដល់សិស្សនិងការកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាដែលលើកកម្ពស់ដល់សមិទ្ធផលចំណុច 2.2 គឺនិយមពីដំណើរការវាយតម្លៃតាមដំណាក់អញ្ចឹងដំណើរការនៃការវាយតម្លៃតាមដំណាក់ហ្នឹងគឺមានដូចជាការប្រមូលភស្តុតាងនៃការសិក្សាដូចជាការសង្កេតមិនផ្លូវការសំណួរសួរសំណួរលំហាត់មានរចនាសម្ព័ន្ធស្វែងតម្លៃសិក្សារបស់សិស្សហើយវាតម្លៃភស្តុតាងដូចជាការបកស្រាយដោយមិនមានភាពលំអៀងទី3គឺផ្ដល់ព័ត៌មានត្រឡប់ដល់សិស្សមានថាភ្លាមឬពញាពេលហើយច្បាស់លាស់ហើយនឹងចុងក្រោយគឺការកែលម្អការបង្រៀនមានជំហានបន្តបន្ទាប់ហើយនឹងសកម្មភាពរបស់សិស្សផ្ទាល់ចូលមកដល់ចំណុចមួយទៀតគឺញ៉ាំពីលក្ខណៈចរិតលក្ខណៈនៃការវិនិច្ឆ័យតាមដំណាក់អញ្ចឹងចំណុចលក្ខណៈចរិតលក្ខណៈនៃការវិនិច្ឆ័យតាមដំណាក់គឺមានដូចជាផតតាំងនៃការសិក្សារបស់សិស្សរចនាសម្ព័ន្ធមតិកែលម្អធ្វើនៅពេលណាការកែលម្អការបង្រៀនជំរឿននៃកិច្ចការអន្តរកម្មរវាងគ្រូនិងសិស្សទូនាទីស្វ័យវិតម្លៃរបស់សិស្សការលើកទឹកចិត្តគុណលក្ខណៈសម្រាប់ភាពជោគជ័យហើយចំណុច 2.4 គឺនិយាយអំពីប្រភេទនៃការវិតម្លៃតាមដំណាក់ចឹងប្រភេទនៃការវិតម្លៃតាមដំណាក់ហ្នឹងគឺមានពីរទី1គឺការវិតម្លៃក្នុងម៉ោងសិក្សានិងទី2គឺការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់ចឹងក្នុងនេះគឺយើងនិយាយអំពីការវិតម្លៃក្នុងម៉ោងសិក្សាចឹងការវិតម្លៃក្នុងម៉ោងសិក្សាគឺការឡើងពេលដែលបង្រៀននិងរៀនគឺតាមរយៈការអង្កេតរបស់គ្រូផ្ទាល់ដូចជាការសួរសំណួរមតិកែលម្អទាន់ពេលវេលានិងការកែលម្អការបង្រៀននិងរៀនភ្លាមវាគឺបង្កប់ជាមួយនឹងការបង្រៀនក្នុងលក្ខណៈពិសេសរបស់វាហើយការវិតម្លៃក្នុងម៉ោងសិក្សាហ្នឹងគឺមានពីរប្រភេទទៀតគឺមានដូចជាការវិតម្លៃក្នុងម៉ោងសិក្សាភ្លាមនិងការវិតម្លៃក្នុងម៉ោងសិក្សាបានគ្រោងទុកចឹងចំពោះចំណុចមួយទៀតគេនិយាយអំពីការវិតម្លៃក្នុងម៉ោងសិក្សាភ្លាមចឹងការវិតម្លៃសិក្សាក្នុងម៉ោងសិក្សាភ្លាមហ្នឹងគឺការឡើងព្រមគ្នានៅពេលបង្រៀនគឺមានន័យថាគ្រូនឹងត្រូវធ្វើអន្តរកម្មជាមួយនឹងសិស្សភ្លាមតែម្ដងហើយមួយទៀតគឺការវិតម្លៃក្នុងម៉ោងសិក្សាគ្រោងទុកអញ្ចឹងវាគឺជាការរៀបចំនិងកិច្ចការដែលត្រូវបានប្រើប្រាស់នៅក្នុងអំឡុងពេលបង្រៀននឹងផ្ទាល់ហើយចូលមកដល់ចំណុចមួយទៀតគឺញ៉ាំពី 2.5 គឺការប្រមូលភស្តុតាងសម្រាប់ការវិតម្លៃក្នុងម៉ោងសិក្សាចេញមានសំណួរមួយតើសិស្សមានប្រតិកម្មដូចម្ដេច
ចំពោះសកម្មភាពយើងបង្រៀនតើសិស្សហ្នឹងចាប់អារម្មណ៍ជាមួយយើងអត់ឬក៏យកចិត្តទុកដាក់ជាមួយយើងអត់ពេលយើងបរៀនហ្នឹងហើយតើយើងគួរតែបង្កើតល្បឿនឬថយល្បឿនមានន័យថាយើងគួរតែបរៀនមេរៀនទៅមុខបន្តឬក៏យើងថយមកបញ្យល់គាត់ម្ដងទៀតហើយមួយទៀតថាតើយើងគួរឧទាហរណ៍បន្ថែមទៀតអត់មានន័យថាយើងត្រូវគិតថាបើសិនជាចំណុចហ្នឹងគាត់យល់អញ្ចឹងយើងគួរតែលើកឧទាហរណ៍មកបន្ថែមទៀតអត់អញ្ចឹងចំណុចទាំងអស់ហ្នឹងគឺសុទ្ធតែជាចំណុចល្អដែលយើងគួរតែដឹងហើយត្រូវតែវិភាគដើម្បីឲ្យការបង្រៀនរបស់យើងឬក៏លទ្ធផលនៃការសិក្សាក្នុងមួយម៉ោងសិក្សាហ្នឹងទទួលបានជោគជ័យអញ្ចឹងគឺយើងចូលមកដល់ចំណុចទី3គឺនិយាយអំពីការអង្កេតអញ្ចឹងយើងចង់សួរថាតើហេតុអ្វីចាំបាច់មានការអង្កេតនៅក្នុងម៉ោងសិក្សាអញ្ចឹងការអង្កេតក្នុងម៉ោងសិក្សាគឺជាវិធីមួយដែលល្អព្រោះយើងត្រូវមើលគ្រប់សពទី1គឺថាយើងនឹងត្រូវផ្ដល់ឧទាហរណ៍ឲ្យសិស្សហ្នឹងថែមទៀតអត់ហើយទី2ថាយើងពេលយើងហៅសិស្សហ្នឹងគឺសិស្សចូលរួមឆ្លើយមួយយើងអត់ហើយទី3ហ្នឹងគឺយើងត្រូវមើលពីកម្រិតចាប់អារម្មណ៍របស់សិស្សហើយត្រូវមើលពីកម្រិតយល់ដឹងរបស់សិស្សហ្នឹងដែលបង្ហាញតាមរយៈចម្លើយរបស់ពួកគាត់មានន័យថាពេលយើងសួរគាត់ទៅហ្នឹងគាត់ឆ្លើយបានមិនខ្លះតែឆ្លើយទៅគាត់អាចយកបានប្រមាណភាគរយហើយនឹងមើលដើម្បីដឹងពីចរិតលក្ខណៈរំភើបរបស់សិស្សតាមរយៈចម្លើយរបស់ពួកគេនិងឆ្លើយតបដោយអារម្មណ៍និងប្រកបដោយអត្ថប្រយោជន៍របស់សិស្សអញ្ចឹងការសង្កេតសម្រាប់ការវិនិច្ឆ័យក្នុងម៉ោងសិក្សាហ្នឹងគឺគ្មានរចនាសម្ព័ន្ធមានន័យថាมันមានទម្រង់ឬនីតិវិធីដែលបានកំណត់ទេប៉ុន្តែគឺវាមិនមែនជាការចែកដានទេចំណុចទី 3.1 យើងនិយាយអំពីការវិនិច្ឆ័យអាកប្បកិរិយាដែលគ្មានវិចារអញ្ចឹងការវិនិច្ឆ័យអាកប្បកិរិយាដែលគ្មានវិចារហ្នឹងគឺសំដៅទៅលើភាសាកាយវិការការបង្ហាញទឹកមុខនិងទំនាក់ទំនងផ្នែកតាមផ្នែករបស់សិស្សហើយទាំងនេះគឺតែងតែសំខាន់ជាងអ្វីដែលគាត់និយាយមកទៀតដោយសារតែអ្វីដែលគាត់បង្ហាញមកហ្នឹងគឺមានន័យថាគាត់អត់មានចេតនាបង្ហាញមកហើយអត់អាចគ្រប់គ្រងបានទេឧទាហរណ៍ថាពេលគាត់ឆ្ងល់ចឹងគាត់ធ្វើមុខចឹងតែគាត់អត់ដឹងថាខ្លួនឯងធ្វើអញ្ចឹងតែមានន័យថាគាត់អត់អាចគ្រប់គ្រងបានហើយអាកប្បកិរិយាដែលគ្មានវិចារនេះគឺជួយយើងក្នុងការវិនិច្ឆ័យទាំងខ្លឹមសារមេរៀនទាំងអារម្មណ៍របស់សិស្សយើងដឹងថាសិស្សហ្នឹងគាត់មិនដែរពេលគាត់ហ៊ានទៅគាត់សប្បាយចិត្តនឹងរៀនអត់ឬក៏គាត់រត់ចេញគាត់ឈឺក្បាលគាត់អីចឹងទៅហើយចំណុចទី 3.2 គេនិយាយអំពីការបង្ហាញទឹកមុខការបង្ហាញទឹកមុខចឹងចំពោះការបង្ហាញទឹកមុខហ្នឹងគឺមានន័យថាជាវិធីមួយដែលយើងអាចបោះវែងចំណេះដឹងហ្នឹងនិងជំនាញរបស់សិស្សដោយឲ្យពួកគេហ្នឹងបង្ហាញពីមេរៀនឬក៏បង្ហាញពីអ្វីមួយនៅចំពោះមុខគ្រូនិងមិត្តរួមថ្នាក់មកហើយក្នុងហ្នឹងគឺវាមានគោលបំណងពង្រឹងជំនាញនិយាយការរៀបចំការប្រើភាសានិងទំនុកចិត្តចឹងការវិនិច្ឆ័យសម្រាប់ការបង្ហាញទាំងមុខហ្នឹងភាគច្រើនគឺជាការរៀបចំសិល្បៈនិយាយឬការប្រើឧបករណ៍នានានិងការឆ្លើយសំណួរវាគឺជួយអភិវឌ្ឍដល់គំនិតវិភាគនិងការចូលរួមក្នុងថ្នាក់ហ្នឹងកាន់តែប្រសើរហើយចំណុចមួយទៀតទី4គេញ៉ាំពីសំណួរផ្ទាល់មាត់ចំពោះទន្ទឹមនឹងការសង្កេតគឺគ្រូត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើការរបៀបដែលសិស្សឆ្លើយសំណួរអំឡុងពេលដែលយើងបង្រៀនផ្ទាល់ដើម្បីដឹងថាតើសិស្សនឹងយល់ពីអ្វីដែលយើងត្រូវបង្រៀនឬក៏បង្ហាញឬក៏អាចអនុវត្តជំនាញគោលដៅបានអត់ចឹងគ្រូត្រូវចំណាយពេលយ៉ាងច្រើនប្រហែលទៅ1/3នៃពេលបង្រៀនហ្នឹងដើម្បីសួរសំណួរទៅកាន់សិស្ស
ពីព្រោះថាវានឹងគឺត្រូវបានប្រើជាមួយបុគ្គលឬក៏ក្រុមសិស្សហើយអាចបដូរវត្ថុបំណងដោយផ្អែកលើចម្លើយជាក់លាក់របស់សិស្សចឹងចំពោះសំណួរមួយគេសួរថាតើគ្រូនឹងត្រូវធ្វើដូចម្ដេចដើម្បីសួរសំណួរផ្ទាល់មាត់ឲ្យមានប្រសិទ្ធភាពអញ្ចឹងទី1គឺត្រូវសួរសំណួរឲ្យច្បាស់និងចាំងាយស្រួលយល់ក្នុងការឆ្លើយទី2គឺសួរសំណួរណាដែលបានគូកងជាមួយនឹងលទ្ធផលសិក្សារំពឹងទុកទី3គឺសួរសំណួរណាដែលសិស្សក្នុងឋានៈនឹងអាចឆ្លើយបានទី4គឺផ្ដល់ពេលវេលាគ្រប់គ្រាន់ក្នុងការឆ្លើយទី5គឺផ្ដល់ចម្លើយសមស្របឬមតិត្រឡប់វិញសមរម្យក្នុងការឆ្លើយរបស់សិស្សទី6ជៀសវាងសំណួរបាត់ចាស់ឬទេទី7ប្រើសំណួរប្រដេញបន្តពីចម្លើយរបស់សិស្សទី8គឺជៀសវាងសួរសំណួរដែលដឹងពីចម្លើយហើយទី9គឺសួរសំណួរតាមលំដាប់លំដោយសមរម្យចំពោះចំណុចមួយទៀតគឺនិយាយអំពីការវិនិច្ឆ័យដំណាក់កាលដោយផ្អែកលើការវិនិច្ឆ័យបញ្ចប់អញ្ចឹងក្នុងនោះយើងនិយាយអំពី3ប្រភេទគឺទី1និយាយពីប្រភេទរបស់វាទី2និយាយពីព័ត៌មានត្រឡប់ទី3និយាយពីការកែលម្អការបង្រៀនអញ្ចឹងចំពោះប្រភេទគឺការវិនិច្ឆ័យតាមដំណាក់កាលដោយផ្អែកលើការវិនិច្ឆ័យបញ្ចប់ហ្នឹងគឺមានដូចជាមុនពេលវិនិច្ឆ័យគឺយើងធ្វើលំហាត់មានរចនាសម្ព័ន្ធនិងបរិយាកាសទី2កិច្ចការផ្ទះនឹងមានកិច្ចការស្លាកកិច្ចការផ្ទះចឹងទៅទី3គឺសំណួរខ្លីៗនិងតេស្តទី3គឺកិច្ចការនៅក្នុងថ្នាក់ខ្ញុំបាននិយាយហើយមិញហ្នឹងទី4គឺមតិកែលម្អទី5គឺគំរូទី6គឺការប្រឡងប្រចាំឆ្នាំនិងចុងក្រោយគឺឧបករណ៍ Digital ហើយនឹងមួយទៀតគឺតតងមួយព័ត៌មានត្រឡប់ចឹងតតងមួយព័ត៌មានត្រឡប់យើងនិយាយអំពីប្រភេទរបៀបការចែកចាយការសន្មត់ជាមុនកាត់ពីពេលវេលាការឆ្លើយតបរបស់សិស្សហើយមួយទៀតគឺការកែលម្អការបង្រៀនមានដូចជាការសិក្សាប្រកបដោយសមត្ថភាពការឆ្លើយតបមានការអន្តរាគមន៍ការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សកវតនៈភាពសិក្សារបស់សិស្សគំរូការបង្រៀនសារចុះសារឡើងច្រើនដងហើយខ្ញុំមិញហ្នឹងខ្ញុំបានចំណុចមួយទៀតគឺការផ្ដល់មតិកែលម្អដោយប្រសិទ្ធភាពអញ្ចឹងការឆ្លើយតបរបស់គ្រូហ្នឹងគឺត្រូវបានគេហៅថាមតិកែលម្អឬការផ្ដល់ព័ត៌មានរបស់សិស្សព័ត៌មានត្រឡប់របស់សិស្សបន្ទាប់ពីការវិនិច្ឆ័យអំពីសមិទ្ធផលរបស់គេអញ្ចឹងចំពោះការធ្វើបទបង្ហាញសិក្ខានៅមេរៀនសប្តាហ៍ទី5ខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណលោកគ្រូនិងបើមានចំណុចខ្វះខាតត្រង់ណាសូមលោកគ្រូជួយបំពេញបន្ថែមផងសូមអរគុណ